បាទជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជួបគ្នាជាថ្មីមកកាន់ថ្នាក់សិក្សាគណិតវិទ្យាហើយអធិស្ឋានផងថ្ងៃមិញផុសវីដេអូវិធីគុណនឹងចែកប្រភេទហើយប៉ុន្តែត្រូវបាទបង្ខំចិត្តលុបវិញបាទដោយសារតាវីដេអូហ្នឹងនេះលំហាត់នេះបាទវីដេអូហ្នឹងគឺភាគបែង5គុណនឹង7ប៉ុន្តែលោកគ្រូអត់បានមើលថាលេខ5បាទច្រឡំហៅ3គុណនឹង7ទើបទៅសេលេខ21អញ្ចឹងកុំឲ្យមានការភ័ន្តច្រឡំខ្លាចបងប្អូនគាត់យល់ច្រឡំអញ្ចឹងលោកគ្រូសម្រាប់ថាលុបវីដេអូនោះចោលណាតែមិនភាគបែង5ទេត្រូវ5គុណ7ចេញ35ប៉ុន្តែដោយសារក្នុងវីដេអូលោកគ្រូហៅ3គុណនឹង7ទើបច្រឡំទៅសេលេខ21អញ្ចឹងឥឡូវយើងមកធ្វើការកណនាម្ដងទៀតណាអ្នកដែលអត់ទាន់បានមើលវីដេអូហ្នឹងកុំភ្លេចណាចូលមើលម្ដងទៀតអញ្ចឹងលោកគ្រូលើកយកលំហាត់គុណ2លំហាត់ចែកប្រភេទ2អញ្ចឹងមុននឹងយើងធ្វើការគុណប្រភេទនិងប្រភេទបាទយើងត្រូវដឹងពីបញ្ញត្តិរបស់ប្រភេទវិធីគុណសិនអញ្ចឹងដើម្បីគុណប្រភេទនិងប្រភេទគឺយើងត្រូវយកភាគយកគុណភាគយកភាគបែងគុណភាគបែងណាតោះឥឡូវយើងទៅធ្វើការគុណទាំងអស់គ្នាអញ្ចឹងប្រភេទទី1 3ភាគ5គុណឲ្យ7គុណឲ្យ4ភាគ7មាត់ហ្នឹងប្រងតែនិយាយខុសរហូតហ្មងបាទ3ភាគ5គុណឲ្យ4ភាគ7អញ្ចឹងយើងយកភាគយកគុណភាគយកភាគបែងគុណភាគបែងមកអញ្ចឹងភាគយក3គុណ4ចំណែកភាគបែង5គុណនឹង7អញ្ចឹង3គុណ4ស្មើ12ស្មើ12ចំណែកភាគបែង5គុណនឹង7គឺស្មើ35បាទស្មើ35ណាបាទរៀងទៅសេរៀងខ្វៀកបន្តិចហើយដោយសារតែបាទដៃមួយខាងទៅសេដៃមួយខាងកាន់ទូរស័ព្ទអញ្ចឹងអធិស្ឋានផងរៀងបាទទូរស័ព្ទក៏រៀងញ័របាទដៃទៅសេក៏រៀងខ្វៀកបន្តិចណាអញ្ចឹងយើងស្មើ12ភាគ35បន្តមកទៀតយើងចូលដល់លំហាត់ខបាទលំហាត់ខ2ភាគ3គុណឲ្យ7ភាគ9អញ្ចឹងយើងយកភាគយកគុណភាគយកមក2គុណនឹង7ចំណែកភាគបែង3គុណនឹង9ណាអញ្ចឹង2គុណ7ភាគយកស្មើ14បាទស្មើ14ចំណែកភាគបែង3គុណនឹង9ស្មើ27ស្មើ27ណា3 9ដង27អូខេប៉ុណ្ណឹងអញ្ចឹងប្រភេទ2ខាងលើនេះគឺយើងហៅថាប្រភេទសុទ្ធចម្លើយរបស់វាហ្នឹងគឺដោយសារតែភាគយកគឺតូចជាងភាគបែងទាំងអស់អញ្ចឹងគឺជាប្រភេទសុទ្ធណាបន្តទៀតយើងចូលដល់ការចែកប្រភេទនិងប្រភេទអញ្ចឹងបញ្ញត្តិដើម្បីចែកប្រភេទនិងប្រភេទបានគឺយើងត្រូវយកប្រភេទទី1គុណចម្រាស់ប្រភេទទី2អញ្ចឹងប្រភេទទី1គឺយើងសរសេរដដែល4ភាគ5ហើយយើងគុណចម្រាស់ប្រភេទទី2អញ្ចឹងប្រភេទទី2 1ភាគ7យើងត្រឡប់ទៅជា7ភាគ1វិញបាទ7ភាគ1ណាស្មើអញ្ចឹងមកដល់កន្លែងហ្នឹងគឺចូលលំនាំលំហាត់ខាងលើហើយចូលលំនាំលំហាត់ខាងលើគឺភាគយកគុណភាគយកភាគបែងគុណភាគបែងហើយព្រោះយើងចូលលំនាំគុណប្រភេទអញ្ចឹងភាគយកគុណភាគយកមក4 7ដងបាទ28 4 7ដង28ណាភាគបែង5គុណនឹង1 5ម្ដង5 5ម្ដង5អញ្ចឹងយើងបានចម្លើយ28ភាគ5បន្តមកទៀតលំហាត់ខ6ភាគ7ចែកឲ្យ1ភាគ9អញ្ចឹងយើងត្រូវគុណចម្រាស់វាដូចគ្នា6ភាគ7យើងសរសេរទៅដែរ6ភាគ7គុណចម្រាស់ប្រភេទទី2អញ្ចឹងប្រភេទទី2 1ភាគ9យើងត្រឡប់ទៅជា9ភាគ1បាទត្រឡប់អញ្ចឹងមកបន្តមកទៀតចាំយើងកណនាដោយយកភាគយកគុណភាគយកភាគបែងគុណភាគបែងណាភាគយកគុណភាគយកភាគបែងគុណភាគបែងយើងភាគយក6 9ដង54ចំណែកភាគបែង7គុណ1ស្មើ7អូខេណាអញ្ចឹងលោកគ្រូបង្ហាញលំហាត់ការគុណប្រភេទនិងការចែកប្រភេទប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរពុកម៉ែបងប្អូនបាទក៏ដូចជាបងប្អូនទស្សនិកជនសុខភាពល្អទាំងអស់គ្នាបាទជម្រាបលា